នៅសម័យបុរាណមួយនៅភូមិឆ្ងាយជាប់ទន្លេនិងភ្នំខ្ពស់មានគ្រុឌសត្វដ៏ខ្លាំងនិងខ្លាំងសម្រាប់ការពារថ្ងៃមួយគ្រុឌបានឃើញនាគតូចរងរបួសនិងអត់អាហារតើចិត្តល្អនិងប្រាជ្ញាអាចផ្លាស់ប្ដូរសត្វអាក្រក់ទៅជាមិត្តនិងនាំសន្តិភាពក្នុងភូមិបានដែរឬទេសូមអញ្ជើញស្ដាប់រឿងប្រវត្តិគ្រុឌនិងនាគគ្រុឌរស់នៅក្នុងភូមិឆ្ងាយជាសត្វដ៏ខ្លាំងសម្រាប់ការពារនិងសត្វតូចៗថ្ងៃមួយគ្រុឌឃើញនាគតូចរងរបួសនិងអត់អាហារនៅជាយទន្លេគ្រុឌសម្រេចចិត្តប្រើកម្លាំងរបស់ខ្លួនដើម្បីជួយនាគគ្រុឌយកទឹកស្អាតនិងស្មៅឱសថជួយព្យាបាលនាគមានការស្រឡាញ់គ្រុឌនិងចាប់ផ្ដើមទទួលការជួយដោយសេចក្តីសោមនស្សភូមិត្រូវបានគំរាមកំហែងពីសត្វអាក្រក់មួយដែលចង់បំផ្លាញនិងបន្លំសត្វតូចៗគ្រុឌប្រើកម្លាំងនិងនាគប្រើអំណាចទប់ស្កាត់សត្វអាក្រក់ដើម្បីការពារភូមិសត្វអាក្រក់ខ្លាចនិងចាកចេញពីភូមិស្ងប់ស្ងាត់វិញគ្រុឌនិងនាគជួយសត្វនិងប្រជាជនក្នុងភូមិសាងសង់ទំនប់ទឹកនិងថែរក្សាទីតាំងគ្រុឌនិងនាគក្លាយទៅជាមិត្តល្អនិងវីរបុរសសម្រាប់ភូមិរស់នៅដោយសុខសាន្តនិងមានសន្តិភាពរឿងនេះបង្រៀនយើងថាចិត្តល្អនិងប្រាជ្ញាមានអំណាចដូចអាវុធអាចផ្លាស់ប្ដូរសត្វអាក្រក់ទៅជាមិត្តនិងនាំសន្តិភាពមិត្តភាពនិងការសហការអាចនាំមកនូវសុភមង្គលនិងសេចក្តីស្រឡាញ់ជុំវិញសូមអរគុណដែលបានស្ដាប់រឿងនេះសូមជួយចុច Like Share និង Subscribe ដើម្បីទទួលបានរឿងថ្មីៗជារៀងរាល់ថ្ងៃ